ជ្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទឈ្មោះលោកគ្រូហេងច័ន្ទម៉ាចមកពីសាលាបឋមសិក្សាស្លែងសីមាមរាសង្ឃឹមដែលស្ថិតក្នុងកម្រងមហាសាមគ្គីថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទាក់ទងនឹងការបង្ហាញទាក់ទងនឹងការប្រើប្រាស់ PLP និងការតម្លើង PLP នៅក្នុងកុំព្យូទ័រអញ្ចឹងដំបូងយើងស្វែងយល់ទាក់ទងនឹង PLP អញ្ចឹង PLP មានន័យថា Primary Learning Program គឺជាថ្នាលបឋមណាដែលជំរុញក្នុងការប្រើប្រាស់បច្ចេកវិទ្យា Digital នៅក្នុងប្រព័ន្ធកម្ពុជាអញ្ចឹងជាដំបូងយើងទៅកន្លែង Google Chrome ឥឡូវយើងចូល double click ទៅលើ Google Chrome យើងទៅតម្លើងកម្មវិធីនៅក្នុងកុំព្យូទ័រអញ្ចឹងដំណាក់កាលទី1ដូច្នេះលោកគ្រូទៅកន្លែងស្វែងរកហើយលោកគ្រូវាយពាក្យថា PLP ហើយបន្តមកលោកគ្រូចុចពាក្យថា Enter នៅលើ keyboard ឬក៏ចុចពាក្យថាស្វែងរកនៅពេលដែលចេញលក្ខណៈបែបនេះហើយលោកគ្រូចុចកន្លែង PLP Primary Learning Program ចុចទៅកន្លែងនេះហើយវានឹងចេញលក្ខណៈបែបនេះមួយអញ្ចឹងដើម្បីតម្លើងកម្មវិធីនេះបានយើងលោកគ្រូកលេចទៅមើលខាងលើគៀនកន្លែងសញ្ញាកុនសូលហើយឃើញសញ្ញាព្រួយចុះក្រោមដូចជារូបកុំព្យូទ័រណាចុចទៅលើវានឹងចេញពាក្យថា install លោកគ្រូចុចពាក្យថា install វានឹងតម្លើងដោយអូតូម៉ាទិកតម្ដងនៅក្នុង desktop របស់យើងអញ្ចឹងឥឡូវយើងចូលទៅបិទវាវិញអញ្ចឹងនេះគឺជា PLP បឋម PLP ណាឥឡូវនេះចូលដល់ដំណាក់កាលទី2តាក់ទងជាមួយនឹងការ login account របស់លោកគ្រូចូលក្នុងបឋម PLP ឥឡូវយើងចុច double click ទៅលើវានៅពេលដែលវាបើកកម្មវិធីបានលក្ខណៈបែបនេះអញ្ចឹងលោកគ្រូមានឈ្មោះ account រៀងៗខ្លួនដែលខាងមន្ទីរបានទម្លាក់អញ្ចឹងលោកគ្រូគ្រាន់តែវាយឈ្មោះ account របស់លោកគ្រូហើយវាយ password របស់លោកគ្រូដោយខ្លួនឯងឥឡូវខ្ញុំវាយ password របស់ខ្ញុំហើយនៅពេលដែលវាយ password បានលក្ខណៈបែបនេះហើយលោកគ្រូចុចកន្លែងបើកនេះតើវាត្រឹមត្រូវហើយឬនៅបើដឹងថាវាបើយើងទៀងទាត់ថាវាត្រឹមត្រូវហើយលោកចូលកន្លែងចូលគណនី account ណាចូលគណនីហើយវានឹងចេញផ្ទាំងលក្ខណៈបែបនេះមួយហើយលោកគ្រូមិនបាច់ទៅមើលខាងក្រោមនេះទេអ្នកគ្រូកលេចមើលខាងលើអញ្ចឹងខាងលើគឺជាឈ្មោះរបស់គ្រូឧទាហរណ៍ថានៅពេលដែលខ្ញុំ login គឺ6កហេងច័ន្ទម៉ាច/សីមាមារ៉ាឥឡូវអ្នកគ្រូចុចកន្លែងខាងលើនេះមកហើយគេនឹងអោយវាយលេខសម្ងាត់មួយច្រើនទៀតអញ្ចឹងការវាយលេខសម្ងាត់គឺចូលលក្ខណៈ2ច្រើនណាអញ្ចឹងឥឡូវខ្ញុំសូមវាយលេខសម្ងាត់បន្តិចនៅពេលដែលបានលក្ខណៈនេះហើយអ្នកលោកគ្រូអាចទៀងទាត់លេខសម្ងាត់ដោយខ្លួនឯងគ្រាន់តែចុចសញ្ញាបកភ្នែកយើងទៀងទាត់ថាត្រូវហើយយើងចុចកន្លែងសញ្ញាព្រួយផ្នែកខាងស្ដាំចុចទៅលើវាមកអញ្ចឹងវានឹងចូលក្នុង account របស់អ្នកគ្រូហើយអញ្ចឹងតើយើងមើលយ៉ាងដូចម្តេចទើបយើងដឹងថា account របស់យើងបញ្ចូលបានជោគជ័យអញ្ចឹងលោកគ្រូអាចកលេចមើលទៅខាងលើហើយឃើញមានឈ្មោះលោកគ្រូមានន័យថាបើសិនបើឃើញឈ្មោះលោកគ្រូនៅខាងលើមានន័យថាវាទទួលបានជោគជ័យការ login របស់យើងទទួលបានជោគជ័យមែនលោកគ្រូអញ្ចឹងតកតងនឹងការ login ខ្ញុំសូមប្រាប់បន្ថែមបន្តិចតកតងនឹងការ login វាមាន function ជាច្រើនទៀតតកតងនឹងការជ្រើសឈ្មោះគណនីខ្ញុំការគ្រប់គ្រងសិស្សមើលក៏ការកំណត់មេរៀនហើយនឹងចាក់ចេញឥឡូវខ្ញុំសូមប្រាប់បន្តិចតកតងជាមួយនឹងការគ្រប់គ្រងសិស្សឥឡូវចុចកន្លែងការគ្រប់គ្រងសិស្សណាអញ្ចឹងតកតងនឹងការគ្រប់គ្រងសិស្សវាមានតកតងជាមួយនឹងឈ្មោះណាអញ្ចឹងឈ្មោះឧទាហរណ៍ដូចជាចន្ទថាវិជ្ជាឥឡូវខ្ញុំចុចទៅលើចន្ទថាវិជ្ជាណាអញ្ចឹងនៅពេលដែលលោកគ្រូចុចទៅលើចន្ទថាវិជ្ជាវាមានចន្ទថាវិជ្ជាវាមានលេខសម្ងាត់វាមានភេទវាមានថ្ងៃខែចំណាត់ជាមួយនឹង upload picture មានន័យថា upload រូបថតរបស់គុណសិស្សណាហើយក្នុងនោះដែរវាមាន function ដូចជារៀនតាមដានប្រឡងកិច្ចការផ្ទះវេទិកាជាមួយបណ្ណាល័យឥឡូវខ្ញុំទៅម្ដងទៀតឧទាហរណ៍ថាទៅកន្លែងការគ្រប់គ្រងរបស់សិស្សហើយប្រសិនបើករណីគុណសិស្សរបស់លោកគ្រូវាមានកម្រិតការយល់ដឹងនៅមានកម្រិតអញ្ចឹងលោកគ្រូអាច copy QR code មានន័យថាលោកគ្រូអាចបង្កើត QR code ដោយខ្លួនឯងហើយកាត់យកទៅឲ្យសិស្សណាគ្រាន់តែសិស្ស scan ទៅវាអាចចូលទៅក្នុង account របស់គុណសិស្សនោះតែម្ដងអញ្ចឹងឃើញអ្នកគ្រូក្លេកមើលទៅឃើញមាន QR code តែម្ដងអានេះ QR code របស់ខ្ញុំហើយអានេះQR code របស់សិស្សវិទ្យាវិជ្ជាហើយវាមានលេខសម្ងាត់នៅក្នុងនេះដែរអូខេអញ្ចឹងនៅពេលដែលបានលក្ខណៈបែបនេះលោកអ្នកគ្រូអាចទៅកន្លែងវាមានដូចជារៀនតាមដានប្រឡងនិងកិច្ចការផ្ទះវេទិកានិងបណ្ណាល័យឥឡូវខ្ញុំសូមលើកចំណុចតូចមួយទាក់ទងនឹងការប្រឡងណា
ចឹងតើតើការប្រឡងនៅពេលដែលលោកគ្រូអ្នកគ្រូចង់មើលថាតើសិស្សប្រហែលអ្នកដែលត្រូវបានប្រឡងហើយទទួលបានវិញ្ញាបនបត្រចឹងលោកគ្រូអ្នកគ្រូទៅកន្លែងប្រឡងហើយលោកគ្រូអ្នកគ្រូទៅកន្លែងប្រវត្តិតេស្តប្រវត្តិធ្វើតេស្តណាចឹងប្រវត្តិធ្វើតេស្តវាមានឧទាហរណ៍ថាវានៅកន្លែងចេះវានៅកន្លែងឧទាហរណ៍ថាឈ្មោះរបស់គ្រូចឹងតើយើងត្រូវធ្វើដូចម្តេចដើម្បីមើលឈ្មោះសិស្សបានឥឡូវយើងមាន function មួយគឺកន្លែងសញ្ញាព្រួយចក្រមហើយលោកគ្រូអ្នកគ្រូចុចលើវាមកហើយលោកគ្រូអ្នកគ្រូអាចស្វែងរកឈ្មោះសិស្សនេះមួយឧទាហរណ៍ថាខ្ញុំចុចទៅលើចន្ទថាវិជ្ជាការអញ្ចឹងចន្ទថាវិជ្ជាការវាមានចំនួន4 page មានន័យថាវាមាន4ទំព័រដែលចន្ទថាវិជ្ជាការគាត់ធ្វើបានគឺក្នុងមួយទំព័រគាត់ធ្វើបានរហូតដល់12ដងអញ្ចឹងបើសិនបើគាត់ធ្វើបាន4ទំព័រអញ្ចឹងលោកគ្រូអ្នកគ្រូអាចយក12គុណ4ទៅឃើញហើយចឹងតកតងជាមួយនឹងមួយទៀតតកតងនឹងការមើលណាតកតងថាតើយើងធ្វើដូចម្តេចដើម្បីបញ្ចេញវិញ្ញាបនបត្រសិស្សអោយសិស្សនោះទៅធ្វើម៉េចអញ្ចឹងលោកគ្រូអ្នកគ្រូក្លេកខាងផ្នែកខាងស្ដាំគេឃើញមានពៀនហើយលោកគ្រូអ្នកគ្រូអាចចុចទៅលើវាមកហើយវានឹងចេញវិញ្ញាបនបត្រអោយលោកគ្រូអ្នកគ្រូបានអញ្ចឹងតកតងនឹងវិញ្ញាបនបត្រនេះវាមានចំនួន2តកតងនឹងការ print និងនឹងការទាញអញ្ចឹងលោកគ្រូអ្នកគ្រូមានជម្រើស2ក្នុងការជ្រើសរើសបើគំនិតរបស់ខ្ញុំលោកគ្រូគួរតែទាញដាក់ក្នុងកន្លែងណាមួយហើយលោកគ្រូអាចយកទៅ print បានអញ្ចឹងតកតងនឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណេះតកតងនឹងការ login និងការប្រើប្រាស់មួយចំនួនរបស់គ្រូនៅក្នុងថ្នាលបឋម PLP ឥឡូវនេះខ្ញុំនឹងធ្វើបទបង្ហាញតកតងនឹងការ login របស់សិស្សថ្នាល PLP នៅក្នុង computer អញ្ចឹងឥឡូវខ្ញុំយកពាក្យចាក់ចេញឥឡូវនេះដំណាក់កាលទី2ខ្ញុំប្រាប់ពីរបៀប login របស់សិស្សនៅក្នុង computer អញ្ចឹងឥឡូវយើងចូលចុច double click ទៅលើបឋម PLP ហើយបានលក្ខណៈនេះហើយលោកគ្រូអ្នកគ្រូអាចវាយឬក៏សិស្សអាចវាយ account របស់ខ្លួនឯងណាដែលខាងមន្ទីរបានទម្លាក់ឲ្យអញ្ចឹងចន្ទថាវិជ្ជាការវាមាន account ដូចជាគ្រូមុនដំបូងណាឥឡូវខ្ញុំសូមវាយបន្តិចហើយបន្ទាប់មកអាចចូលកន្លែងចូល account ចូលគណនីហើយវានឹងចេញលក្ខណៈបែបនេះអញ្ចឹងកន្លែងសិស្សជាមួយនឹងគ្រូខុសគ្នាតែកន្លែងតែកន្លែងចន្ទថាវិជ្ជាការបើសិនណាសិស្សនោះឈ្មោះចន្ទថាវិជ្ជាការជាអ្នកសម័យខ្លួនផ្ទាល់យើងចូលកន្លែងចន្ទថាវិជ្ជាការហើយវាយលេខសម្ងាត់ក្នុងនេះតែម្ដងនៅពេលដែលវាយលេខសម្ងាត់បានលក្ខណៈនេះហើយអញ្ចឹងសិស្សអាចចុចកន្លែងសញ្ញាព្រួយណាចុចកន្លែងសញ្ញាព្រួយនេះបានហើយវានឹងដំណើរការតម្ដងដល់វាចេញផ្ទាំងលក្ខណៈបែបនេះមួយអ្នកនរគ្នាលោកគ្រូអាចចុចកន្លែង no send អូខេនៅពេលបានលក្ខណៈបែបនេះហើយតើយើងមើលយ៉ាងដូចម្ដេចទៅដឹងថាកូនសិស្សនោះចូល account ទទួលបានជោគជ័យយើងមើលផ្នែកខាងលើអញ្ចឹងផ្នែកខាងលើគឺឃើញឈ្មោះថាចន្ទថាវិជ្ជាការណាលោកគ្រូអញ្ចឹង account របស់ចន្ទថាវិជ្ជាការវាមានគណនីនេះវាមានឈ្មោះគ្រូមានជម្រើសឈ្មោះគណនីខ្ញុំណាអូខេអញ្ចឹងកន្លែងគណនីរបស់សិស្សវាមាន function ដូចជារៀនតាមដានប្រឡងកិច្ចការផ្ទះវេទិកានិងបណ្ណាល័យអញ្ចឹងតកតងការរៀនសិស្សអាចមានសិទ្ធិឬក៏អាចរៀនគ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់ទី1រហូតដល់ទី6ឧទាហរណ៍ថាសិស្សថ្នាក់ទី6ចង់មើលមេរៀនថ្នាក់ទី1ហើយបន្ទាប់មកចង់ប្រឡងក៏មានសិទ្ធិធ្វើបានដែរឧទាហរណ៍សិស្សថ្នាក់ទី1ចង់មើលមេរៀនទី2ចង់មើលថ្នាក់ទី2ចង់ប្រឡងថ្នាក់ទី2ក៏អាចធ្វើបានដែរអញ្ចឹងស៊ីសងនឹងសិស្សចង់ប្រឡងឬក៏ចង់មើលតកតងនឹងការប្រឡងតើយើងមើលធ្វើម៉េចអញ្ចឹងសិស្សនៅពេលដែលយើងចុចកន្លែងការប្រឡងវានឹងមាន2មាន function វាមាន2ការធ្វើ test ជាមួយប្រវត្តិ test ទាំងប្រវត្តិ test យើងចុចកន្លែង test អញ្ចឹងសិស្សបាន test ហើយណាអញ្ចឹងសិស្សមានសិទ្ធិក្នុងការមើលលំហាត់មានន័យថាមើលតកតងជាមួយនឹងវិញ្ញាបនបត្រដែលខ្លួនបានធ្វើបានវិញ្ញាបនបត្រលុះត្រាតែសិស្សនោះដែលធ្វើត្រូវរហូតដល់ 90% ឡើងលើណា 90% ឡើងលើអាចទទួលបានវិញ្ញាបនបត្រហើយអញ្ចឹងសិស្សអាចអញ្ចឹងមានន័យថាមិនមែនថាគ្រូអាចតែ print បានឬក៏អាចបញ្ចេញបានទេស្មើតែសិស្សក៏អាចបញ្ចេញបានណាអត់បញ្ហានេះថាវិជ្ជាការបានវិញ្ញាបនបត្រអញ្ចឹងតកតងនឹងកិច្ចការផ្ទះណាកិច្ចការផ្ទះ
cái chập té nhưng mư ta tam nó đỡ sao ta cua bạn đã oi alo tại tông cà plong tại tông thna nè tại tông alo mũ chia người miền kinh nứt về sạch phe về sa original taste mùi nừng alo dương vô cướp mũ chia món về nừng trên lệch nàoแบบนี้đã có vật tè món ok về nừng trên lệch nàoแบบนี้alo tại tông nừng cà pra na bạn thơm PLP គឺមានតែប៉ុណ្្នេះណាបើសិនណាលោកគ្រូអ្នកគ្រូមិនចង់ងល់ហើយអាចតាក់ទងមកខ្ញុំក៏បានដែរអត់បញ្ហាទេសូមអរគុណ